ប៉ុន្មានឆ្នាំក្រោយមករេប៊ីកានិងអ៊ីសាក៏បង្កើតបានកូនប្រុសភ្លោះពីរនាក់ឡើងមកទារកតូចទាំងពីរនោះគឺជាកូនភ្លោះពួកគេទាំងពីរនាក់ខុសគ្នាខ្លាំងមែនទែនតាំងពីរូបរាងនិងអត្តចរិតបងប្រុសគឺឈ្មោះថាអេសាវដែលមានសក់ក្រហមហើយនិងមានរោមនៅលើដងខ្លួនយ៉ាងច្រើននៅលើដងខ្លួនរបស់គាត់មានរោមយ៉ាងច្រើនរហូតដល់មើលទៅដូចជាគាត់ពាក់អាវជារោមសត្វអញ្ចឹងប៉ុន្តែផ្ទុយពីយ៉ាកុបដែលជាប្អូនវិញគឺសក់របស់គាត់មិនក្រហមនោះទេហើយសម្រាប់ដងខ្លួនរបស់គាត់គឺឡើងរលោងហើយក៏មិនមានរោមនោះដែរអេសាវគាត់គឺជាព្រានព្រៃដ៏ពូកែដែលគាត់មានជំនាញខាងបរបាញ់តាំងពីកំណើតមកលោកឪពុកនៅថ្ងៃនេះកូនបាញ់បានពពែព្រៃមួយក្បាលលោកឪពុកឃ្លានហើយមែនអត់កូននឹងរៀបចំធ្វើម្ហូបឆ្ងាញ់ៗជូនលោកឪពុកសម្រាប់អ៊ីសាក់វិញគឺចូលចិត្តម្ហូបដែលអេសាវធ្វើឲ្យនោះយ៉ាងខ្លាំងហើយគាត់ក៏ស្រឡាញ់ដល់អេសាវជាខ្លាំងដែលគាត់មានអត្តចរិតសមជាកូនប្រុសប៉ុន្តែសម្រាប់យ៉ាកុបវិញផ្ទុយពីអេសាវគឺគាត់ទទួលខុសត្រូវលើការថែទាំសត្វយ៉ាកុបជាមនុស្សដែលមានអត្តចរិតស្ងៀមស្ងាត់ជាខ្លាំងហើយសុភាពរាបសារអ្នកម្ដាយនៅថ្ងៃនេះកូនបានបញ្ចប់ការងារបានយ៉ាងលឿនអ្នកម្ដាយចាំកូនជួយការងារអ្នកម្ដាយសម្រាប់រេប៊ីកាវិញគឺនាងមានចិត្តស្រឡាញ់ដល់យ៉ាកុបដែលតែងតែជួយដល់ការងារម្ដាយនៅក្នុងសម័យដែលអេសាវនិងយ៉ាកុបរស់នៅវិញគឺកូនប្រុសច្បងមានសិទ្ធិអំណាចជាពិសេសបន្ទាប់ពីឪពុកបានស្លាប់ទៅក្នុងចំណោមទ្រព្យសម្បត្តិទាំងអស់របស់ឪពុកកូនប្រុសច្បងគឺមានសិទ្ធិអាចទទួលយកមរតកទ្វេជាពីរច្រើនដងជាងកូនដទៃទៀតដូច្នេះអេសាវដែលជាបងច្បងគឺអាចទទួលបាននូវទ្រព្យសម្បត្តិច្រើនជាងយ៉ាកុបដែលជាប្អូនផងដែរគឺជាកាដូនៃព្រះពរដ៏ពិសេសដែលព្រះជាម្ចាស់ទ្រង់បានប្រទានឲ្យដល់កូនច្បងប៉ុន្តែសម្រាប់អេសាវវិញមិនបានគិតពីកាដូដ៏ពិសេសនេះថាជារបស់ដែលអស្ចារ្យឬសំខាន់នោះទេនៅថ្ងៃមួយអេសាវបានបញ្ចប់ការបរបាញ់របស់គាត់ហើយក៏បានវិលត្រឡប់មកផ្ទះវិញហើយយ៉ាកុបក៏កំពុងតែចម្អិនបបរសណ្តែកក្រហមយ៉ាងឈ្ងុយឆ្ងាញ់នៅក្នុងផ្ទះអេសាវដែលស្រេកឃ្លានខ្លាំងនោះគឺពិតជាចង់បរិភោគបបរសណ្តែកក្រហមនោះជាខ្លាំងឃ្លានខ្លាំងមែនតើយើងត្រូវតែសុំញ៉ាំឲ្យលឿនហើយមើលទៅយ៉ាកុបក្លិនវាពិតជាឈ្ងុយឆ្ងាញ់ខ្លាំងមែនតើឲ្យបងសុំមួយចានមកបងចង់ញ៉ាំឥឡូវហេវខ្លាំងណាស់ឲ្យបងឲ្យលឿនមកដោយសារការបរបាញ់ពេញមួយថ្ងៃហត់ហើយហេវទៀតបងមិនអាចទ្រាំបានទេភ្លាមនោះដែរយ៉ាកុបក៏បាននិយាយថាបងប្រុសនៅលើផែនដីនេះគ្មានអ្វីដែលបានទៅដោយទទេនោះទេខ្ញុំក៏ខំធ្វើបបរសណ្តែកក្រហមនេះពេញមួយថ្ងៃដោយអស់ពីកម្លាំងរបស់ខ្ញុំដែរប្រសិនបើបងឲ្យសិទ្ធជាបងច្បងរបស់បងមកដល់ខ្ញុំក៏នឹងឲ្យបបរនេះដល់បងដូចគ្នាដែរប្រសិនបើអ្នកទាំងអស់គ្នាវិញជាអេសាវតើនឹងត្រូវធ្វើយ៉ាងដូចម្តេចតើអ្នកទាំងអស់គ្នាគិតថាគាត់នឹងនិយាយថាទេចំពោះសំណើរបស់យ៉ាកុបទោះជាសិទ្ធិរបស់កូនច្បងគឺសំខាន់ខ្លាំងយ៉ាងណាក៏ដោយប៉ុន្តែអេសាវហាក់ដូចជាមិនសូវខ្វល់ខ្វាយពីសិទ្ធិអំណាចនោះប៉ុន្មាននោះទេយើងដឹងហើយយើងនឹងឲ្យឯងទាំងអស់ឲ្យបបរសណ្តែកក្រហមមកឲ្យយើងមកអេសាវក៏ចាប់ផ្ដើមបរិភោគបបរសណ្តែកក្រហមនោះអេសាវគឺគាត់មិនដឹងខ្លួននោះទេថាខ្លួនកំពុងតែធ្វើរឿងមួយដែលគាត់នឹងត្រូវស្ដាយក្រោយសិទ្ធិជាកូនច្បងគឺជាព្រះពរដែលព្រះជាម្ចាស់ទ្រង់បានប្រទានឲ្យប៉ុន្តែគាត់បានលួចសិទ្ធិនោះត្រឹមតែបបរសណ្តែកក្រហមមួយចានពេលវេលាកាន់តែកន្លងទៅអ៊ីសាក់ក៏មានអាយុកាន់តែច្រើនទៅសុខភាពក៏ចុះខ្សោយដង្ហើមក៏ពិបាកដកថែមទាំងភ្នែកង
ងឹតមើលមិនឃើញថែមទៀតផងអ៊ីសាដែលគាត់ដឹងខ្លួនឯងថាចិត្តនឹងស្លាប់នោះក៏បានហៅអេសាវដែលជាកូនច្បងមកដើម្បីនឹងប្រទានពរឲ្យដល់អេសាវរត់មកដោយសប្បាយចិត្តខ្លាំងមែនទែនប៉ុន្តែគាត់បានភ្លេចថាខ្លួនគាត់លក់សិទ្ធិអំណាចនៃកូនច្បងនោះរួចទៅហើយអេសាវអើយនៅថ្ងៃនេះពុកពិតជាចង់បរិភោគនៅម្ហូបអាហារដែលឯងធ្វើមែនទែនឥឡូវឯងចេញទៅហើយបរបាញ់សត្វណាមួយមកយើងនឹងបរិភោគអាហារនោះឲ្យបានកម្លាំងហើយយើងនឹងប្រទានពរដល់ឯងអេសាវក៏បានចេញទៅបរបាញ់យ៉ាងលឿនប៉ុន្តែគាត់នៅតែមានអារម្មណ៍ថាមិនសប្បាយចិត្តកាលពីលើកមុនខ្ញុំបានលក់សិទ្ធិអំណាចនៃកូនច្បងរួចទៅហើយនឹងវាមិនជាបញ្ហាទេដឹងម្យ៉ាងទៀតសម្រាប់រេប៊ីកាវិញគឺនាងគិតថាសិទ្ធិជាកូនច្បងនេះយ៉ាកុបត្រូវតែជាអ្នកទទួលដូច្នេះពេលដែលនាងបានឮការសន្ទនារបស់អ៊ីសាកនិងអេសាវជាចៃដន្យនាងក៏បានមានផែនការមួយយ៉ាកុបកូនមកទីនេះចាប់ពីពេលនេះទៅកូនត្រូវតែធ្វើតាមអ្វីដែលម៉ែបញ្ជាតែប៉ុណ្ណោះម៉ែនឹងចាប់ពពែមកធ្វើម្ហូបដូចអ្វីដែលអេសាវបានធ្វើកន្លងមកហើយកូនគ្រាន់តែលើកម្ហូបអាហារនេះឲ្យដល់ពុករបស់ឯងទៅបានហើយកូនតុបតែងខ្លួនឲ្យដូចជាអេសាវហើយទៅទទួលពរពីឪពុករបស់កូនចោះពេលនោះយ៉ាកុបក៏ចាប់ផ្ដើមប្រែទឹកមុខព្រួយបារម្ភប៉ុន្តែម៉ែបងអេសាវគាត់មានរោមនៅលើដងខ្លួនរបស់គាត់យ៉ាងច្រើនតែខ្ញុំវិញមិនមានដូច្នោះទេប្រសិនបើលោកឪពុកគាត់ឲ្យកូនប៉ះគាត់នោះតើកូនត្រូវធ្វើយ៉ាងដូចម្តេចទៅវាប្រាកដណាស់នឹងត្រូវគាត់ចាប់បានជាមិនខានពេលនោះនាងរេប៊ីកាក៏ឆ្លើយតបថានេះឯងព្រួយបារម្ភដោយគិតថាម៉ែមិនគិតដល់ត្រង់នឹងមែននេះម៉ែបានត្រៀមរោមពពែទុកឲ្យហើយដូច្នេះកូនគ្រាន់តែយកវាទៅរុំនឹងដៃសងខាងហើយនឹងរុំកទៅបានហើយប្រសិនបើឪពុកកូនស្ទាបប៉ះរោមពពែនោះគាត់ប្រកាសជាគិតថាកូនជាអេសាវជាមិនខានដូច្នេះយ៉ាកុបក៏បានបិទរោមពពែទៅតាមអ្វីដែលម្ដាយបានប្រាប់ឲ្យធ្វើហើយលើកម្ហូបដើរទៅរកអ៊ីសាកពុកកូនបានធ្វើម្ហូបទៅតាមអ្វីដែលលោកឪពុកបានបញ្ជារួចហើយពេលនេះសូមលោកឪពុកប្រទានពរឲ្យខ្ញុំមកទេនេះឯងចេញទៅបរបាញ់មិនបានប៉ុន្មានផងហេតុអ្វីបានជាមកលឿនម្ល៉េះពីព្រោះតែព្រះជាម្ចាស់ទ្រង់បានជួយឲ្យកូនអាចបរបាញ់សត្វបានលឿនសូមលោកឪពុកប្រញាប់បរិភោគចុះអ៊ីសាកដែលបានស្ដាប់ឮនៅសំឡេងរបស់កូនប្រុសនោះគឺគាត់ក៏ប្លែកបន្តិចសំឡេងនោះគឺដូចជាសំឡេងរបស់យ៉ាកុបអេសាវហុចដៃឯងមកនេះបន្តិចយ៉ាកុបបានហុចដៃដែលបានរុំពីរោមពពែនោះមកឲ្យអ៊ីសាកចាប់អ៊ីសាកដែលបានប៉ះរោមដ៏ទន់ៗនោះហើយគឺមិនអាចដឹងថាចាញ់បោកបាននោះឡើយឯងជាអេសាវពិតប្រាកដមែនដៃដែលមានរោមច្រើនបែបនេះគឺពិតជាដៃរបស់អេសាវពិតប្រាកដហើយពេលនេះយើងនឹងប្រទានពរដល់ឯងដោយនៅព្រះនាមព្រះជាម្ចាស់ដូច្នេះអ៊ីសាកក៏បានប្រទានពរដល់យ៉ាកុបជាកូនច្បងគ្រប់ទាំងរឿងទាំងអស់វាបានកើតឡើងភ្លាមហើយឥឡូវនេះវាคล้ายជាពាក្យសម្ដីមួយដែលមិនអាចត្រឡប់ក្រោយបាននោះឡើយសម្រាប់អេសាវដែលបានលក់សិទ្ធិអំណាចជាកូនច្បងត្រឹមតែបបរក្រហមមួយចាននោះពេលនេះបានបាត់បង់នៅព្រះពរនៃកូនច្បងទៅហើយពេលនេះអេសាវបានបរបាញ់រួចរាល់ហើយក៏ត្រឡប់មកផ្ទះវិញលោកពុកកូនត្រឡប់មកវិញហើយពេលនេះកូននឹងធ្វើម្ហូបដ៏ឈ្ងុយឆ្ងាញ់ឲ្យពុកដូច្នេះសូមប្រទានពរនៃកូនច្បងឲ្យដល់កូនផង
អ៊ីសាក៏ភ្ញាក់ផ្អើលជាខ្លាំងឯងជាអេសាវអំបាញ់មិញពុកបានប្រទានពរនៃកូនច្បងឲ្យដល់អេសាវរួចរាល់ទៅហើយនឹងទេលោកឪពុកខ្ញុំនេះជាអេសាវនេះតើឪពុកនិយាយថាបានប្រទានពរនៃកូនច្បងឲ្យដល់អ្នកណាសូមពុកប្រទានពរនៃកូនច្បងឲ្យខ្ញុំម្ដងទៀតឲ្យលឿនមកខ្ញុំនេះតើជាកូនច្បងអេសាវពរនៃកូនច្បងរបស់ព្រះជាម្ចាស់គឺមិនមែនជាពរដែលអាចលុបបានតាមតែចិត្តឬឲ្យម្ដងទៀតបានតាមចិត្តនោះទេនេះប្រហែលជាយ៉ាកបមកទទួលពរនៃកូនច្បងហើយមើលទៅពរនេះបានក្លាយជាពររបស់យ៉ាកបទៅហើយដូច្នេះមិនអាចលុបវិញបាននោះឡើយអេសាវដែលបានឮពាក្យសម្ដីនេះហើយគាត់ពិតជាតូចចិត្តខ្លាំងមែនទែនគាត់មិនបានគិតថាខ្លួនគាត់បានលួចសិទ្ធិនៃកូនច្បងនោះរួចទៅហើយនោះទេប៉ុន្តែគាត់បានខឹងចំពោះយ៉ាកបបានបោកប្រាស់ខ្លួនពីព្រោះតែអេសាវខឹងខ្លាំងពេកគាត់បានយំយ៉ាងខ្លាំងប៉ុន្តែវាហួសពេលទៅហើយពីព្រោះតែទង្វើដែលលក់កាដូរបស់ព្រះជាម្ចាស់ត្រឹមតែបបរសណ្តែកក្រហមមួយចានគឺជាទង្វើមួយដ៏ល្ងង់ខ្លៅគឺអេសាវគាត់មិនបានដឹងពីគុណតម្លៃនៃពរដែលព្រះជាម្ចាស់ទ្រង់ប្រទានឲ្យនោះទេរឿងនិទាន CBS តើសាច់រឿងអ្វីទៀតដែលកំពុងរង់ចាំអ្នកទាំងអស់គ្នានៅពេលថ្ងៃបន្ទាប់សូមរំពឹងរង់ចាំនៅពេលម៉ោងបន្ទាប់ទៀតសូមអរគុណសូមជម្រាបលា